ពេលមេចុះត្រជាក់អញ្ចឹងណានឹកឃើញចង់ញ៉ាំសម្លជីឆាយហត់ក្តៅគឺឆ្ងាញ់ហើយមានកម្លាំងខ្លាំងមែនទែនហ្មងហើយសំខាន់រូបមន្តដែលខ្ញុំធ្វើនេះគឺអត់មានអីពិបាកទេបងប្អូនគឺងាយស្រួលខ្លាំងមែនទែនបើសិនជាបងប្អូនចង់ដឹងថាខ្ញុំធ្វើមិនចាកុំភ្លេចតាមដានពីវិធីធ្វើទាំងអស់គ្នាដំបូងនោះគឺខ្ញុំមានភ្លៅមាន់ចំនួន2ចាភ្លៅមាន់នេះគឺភ្លៅមាន់ស្វិតណាតែបើថាបងប្អូនចង់ដាក់ឆ្អឹងជំនីជ្រូកក៏បានដែរអញ្ចឹងយើងកាប់សាច់មាន់របស់យើងជាដុំតូចល្មមទៅបន្ទាប់មកដាក់ឆ្នាំងចាឲ្យដាក់ខ្ទឹមប្រាំង1មើមហើយនៅពេលដែលទឹកចិត្តពុះហ្នឹងគឺខ្ញុំដាក់សាច់មាន់ចូលធម្មតាបើសិនជាបងប្អូនចង់យកសាច់មាន់ហ្នឹងទៅស្រុះមកទឹកសិនក៏បានដែរតែខ្ញុំធ្វើតន្តិចចឹងទៅចាគឺខ្ញុំដាក់ស្ងោរយកតែម្ដងបន្ទាប់មកដាក់អំបិលម្ជិបហើយយើងមកហាន់បន្លែមានការ៉ុតហើយស្ពៃក្តោបតាមក៏ពិតបន្លែនេះបើសិនបងប្អូនចង់ដាក់ជាមួយនឹងស្ពៃបូកគោក៏បានដែរណាហើយលាយជាមួយនឹងផ្សិតតិចទៅគឺរឹតតែឆ្ងាញ់ចានៅពេលដែលយើងត្រៀមបន្លែត្រៀមអីរបស់យើងរួចរាល់ហើយហ្នឹងគឺយើងចាប់ផ្ដើមទៅមើលទឹកសម្លហើយនៅពេលដែលសាច់មាន់របស់ខ្ញុំចាប់ផ្ដើមផុយហើយគឺខ្ញុំដាក់ការ៉ុតចូលនិយាយរួមទៅមាន់របស់យើងនេះងាស់ប្រហែលជា25ទៅ30នាទីដែរដើម្បីឲ្យល្មមឆ្ងាញ់បន្ទាប់មកទៀតគឺខ្ញុំដាក់ជាមួយនឹងផ្សិតចាពួកឯផ្សិតនោះវាអត់ចេះលួយទេបងប្អូនដាក់ឲ្យវាចូលជាតិគ្នាហ្មងទៅហើយនៅពេលដែលសាច់មាន់របស់យើងផុយល្មមឆ្ងាញ់ហើយគឺខ្ញុំចាប់ផ្ដើមដាក់ជីឆាយចូលហើយជាមួយនឹងបន្លែយើងមានដូចជាស្ពៃក្តោបអីហ្នឹងគឺដាក់ចូលដែរទៅបន្ទាប់មកទៀតបងប្អូនអាចថែមគ្រឿងក្រៅមានដូចជាស្ករម្សៅស៊ុបមាន់ឬមួយក៏ទឹកត្រីអីហ្នឹងថែមថយតាមចំណូលចិត្តពេលដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំបានថតចាហើយនេះវិញគឺតៅហ៊ូតុនហ្នឹងចាយើងដាក់ចូលដែរទៅហើយបើយើងមានប្រហិតឬមួយក៏តៅហ៊ូយើងធម្មតាហ្នឹងក៏បានដែរហើយចុងក្រោយគេប្រអស់កុំភ្លេចថែមជាមួយស្លឹកខ្ទឹមហើយនិងខ្ទឹមពងភ្លក់តាមចំណូលចិត្តគឺរៀបរាប់ជាការស្រេចមុខម្ហូបមួយមុខនេះគឺធានាថាឆ្ងាញ់ហ្មងហើយគឺជាម្ហូបមួយដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនទែនកាលនៅពីក្មេងណាចាឥឡូវនេះចេះធ្វើខ្លួនឯងហើយចង់ប្រាប់បងប្អូនថាជីឆាយហ្នឹងមុនយើងដាក់យើងយកទៅលាងទឹកផងលាងទឹកហើយក៏បានឬមួយបងប្អូនចង់យកទៅអាំងឲ្យឈ្ងុយយកមកដាក់ក៏បានដែរសម្រាប់វិធីធ្វើវិញគឺខុសគ្នាតិចតួចអញ្ចឹងសំខាន់គឺយើងតាមត្រឡប់នៅផ្ទះទេខ្ញុំពេលខ្លះគឺខ្ញុំយកជីឆាយនឹងទៅអាំងពេលខ្លះខ្ញុំខ្ជិលអាំងគឺខ្ញុំគ្រាន់តែលាងទឹកទៅគឺហើយបាត់ឥឡូវនេះស្លោហើយរៀងយប់ដែរហើយក៏ភ្លក់មួយចានសិនមុនចូលគេងនិយាយរួមទៅគឺជួយចិត្តហ្មងឥឡូវឆ្អិនណាបងប្អូនអើយឡើងឈ្ងុយពួកអីសាឡនេះគឺខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើតាំងពីនៅទូចចាឲ្យតម៉ាក់ធ្វើម្ដងគឺចូលចិត្តណាស់ហើយកាលនោះអត់ដឹងថានឹងគេហៅអីទេដឹងតែសាឡខ្មៅឆ្ងាញ់នេះយើងអស់កម្លាំងអីដាក់មួយចានមកគឺមានកម្លាំងព្រឹសហ្មងហើយខ្ញុំចូលចិត្តជាងគេនេះអាតាហ៊ូតុននេះអូយឆ្ងាញ់